ខកចិត្តវាកើតមកពីសេចក្តីប្រាថ្នារបស់យើងវាខ្ពស់ហើយដល់ពេលលទ្ធផលដែលបានមកវាទាបវាតិចអញ្ចឹងធ្វើឲ្យខកបំណងទៅឧទាហរណ៍ថាយើងចង់បាន 10000 តែបានតែ 5000 ចង់ឲ្យគេស្ដាប់យើងធ្វើតាមយើងហើយគេធ្វើមិនតាមចិត្តយើងចង់ឬក៏យើងជួយគេហើយអស់ពីចិត្តពីស្រាប់តែអ្នកនឹងវាយប្រហារបកាច់ប្រខូចយើងវិញចុះខកចិត្តធ្លាក់ថ្លើមហ្នឹងយើងតើមានបញ្ញារៀនបញ្យល់ប្រាប់ខ្លួនឯងថាអ្វីៗវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេអញ្ចឹងហើយជីវិតនឹងវាមានពេលខ្លះបានពេលខ្លះមិនបានអញ្ចឹងឯងវាមាន up and down អញ្ចឹងយើងទទួលស្គាល់ថានឹងជាផលឧទាហរណ៍ថាយើងចង់បាន 10000 តែវាបាន 5000 នឹងជាផលហើយផលនឹងវាកើតមកពីហេតុដែលនាំឲ្យបានផលនឹងប៉ុណ្ណឹងវាអត់អាចមានអីលើសពីហេតុដែលយើងបានសាងមកទេយើងសាងមកប្រហែលយើងបានមកប៉ុណ្ណឹងយើងប្រឹងប្រែងតស៊ូបុណ្យយើងមានប៉ុណ្ណឹងបុណ្យយើងមាន 5000 ណាអញ្ចឹងយើងទទួលស្គាល់ថានឹងវាជាផលនៃការប្រឹងប្រែងផលនៃបុណ្យរបស់យើងហើយយើងនៅខ្វះខាតចំណុចណាខ្វះខាតការប្រឹងប្រែងខ្វះខាតចំណេះជំនាញខ្វះខាតធនធានមនុស្សខ្វះខាតចំណេះវិជ្ជាហ្នឹងយើងបន្ថែមពីលើផលដែលយើងទទួលបានហ្នឹងយើងបដោះហេតុថ្មីដើម្បីទទួលបានផលថ្មីហើយបើយើងអង្គុយមួម៉ៅក្តៅក្រហាយជេរបន្តិចមកពីវាមកពីចេះមកពីចុះអាហ្នឹងយើងដូចអង្គុយជេរផលហ្នឹងស្រូវហ្នឹងវាបាន1ហិកតាវាបាន3តោនអញ្ចឹងចុះឧទាហរណ៍ហើយយើងអង្គុយជេរផលហ្នឹងផលវានៅតែ3តោនអញ្ចឹងដែរទេបើយើងចង់បានផលថ្មីវាតើយើងមានបច្ចេកទេសថ្មីដើម្បីបានផលថ្មីហ្នឹងអាហ្នឹងយើងប្រឹងប្រែងទៅយកអ្វីដែលមានហ្នឹងអ្វីដែលមានហ្នឹងជាមូលដ្ឋានសម្រាប់អភិវឌ្ឍផលថ្មីទៀតគិតច្រើនបើគិតច្រើនហើយនាំឲ្យអ្នកបានចម្រើនគិតទៀតចុះតែបើគិតទៅនាំឲ្យស្មុគស្មាញច្រើនខ្វល់ខ្វាយច្រើនកាត់វាខ្លីៗខ្លះទៅធ្វើសិនទៅបើខុសចាំគិតទៀតអ្នកគ្មានសមត្ថភាពគ្រប់គ្រងរឿងថ្ងៃស្អែកបានទាំងស្រុងទេរឿងណាត្រូវកើតប្រឹងខាត់ប៉ុណ្ណាក៏ខាត់មិនបានមិនមែនថាមិនខ្វល់មិនត្រៀមទុកទេគិតបង្ការទុកចុះធ្វើអ្វីដែលអ្នកអាចធ្វើបានតែកុំអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអីប្រឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបបើបានល្អចាត់ទុកថាបុណ្យល្អតែបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅកុំរអ៊ូអីជីវិតគឺអញ្ចឹងឯងបើដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងសំពីសំពងច្រើនពេកជីវិតមិនសូវមានរស្មីទេ
មសាជាថ្មីទីបញ្ចប់នៃរឿងមួយជាចំណុចចាប់ផ្ដើមនៃរឿងថ្មីមួយទៀតសូមកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តអីដរាបណានៅមានដង្ហើមអ្វីក៏អាចចាប់ផ្ដើមសាជាថ្មីបានដែរអតីតកាលបានកន្លងផុតទៅហើយបើស្ដាយក្រោយក៏កែអ្វីមិនបានដែរកុំខ្មាស់កុំអៀនអីហ៊ានទទួលស្គាល់ការពិតរួចបន្តដំណើរទៅមុខទៀតទឹកភ្នែកថ្ងៃនេះបានលាងកែវភ្នែកអ្នកឲ្យបានស្អាតអ្នកអាចឃើញធម្មជាតិបានច្បាស់ជាងមុនអ្នកស្គាល់មនុស្សច្បាស់ជាងមុនអ្នកមានបទពិសោធន៍ច្រើនជាងមុនជីវិតតែមានបញ្ហាអីចឹងឯងជៀសមិនរួចទេប្រឹងដោះទៅដោះហើយធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេករឿងរ៉ាវខាងក្រៅវាមានឥទ្ធិពលលើចិត្តយើងច្រើនណាស់ក្នុងធម៌លោកហៅថាអារម្មណ៍តាមទ្វារភ្នែកតិចច្រមុះដាតកាយចិត្តហ្នឹងវាមានឥទ្ធិពលលើផ្លូវចិត្តយើងខ្លាំងណាស់បើយើងមិនបានអប់រំចិត្តឲ្យបានត្រឹមត្រូវទេអារម្មណ៍ហ្នឹងវាងាយនឹងប៉ះពាល់ធ្វើឲ្យយើងមួម៉ៅពិបាកចិត្តស្មុគស្មាញនឹងរឿងដែលកើតឡើងក្នុងជីវិតហ្នឹងហើយជាធម្មតាចិត្តរបស់យើងនេះវាតែងតែទទួលភ្ញៀវទាំងភ្ញៀវល្អទាំងភ្ញៀវមិនល្អរឿងល្អរឿងមិនល្អអារម្មណ៍ល្អអារម្មណ៍មិនល្អវាមកគឺទូនាទីវាគឺវាទទួលវាដឹងបើជាកុសលវិបាកផលនៃបុណ្យក៏បានជួបរឿងល្អតែគេនិយាយព្រោះឃើញផ្កាឃើញរបស់របរទ្រព្យសម្បត្តិអីនៅជុំរុំចឹងទៅប៉ុន្តែដល់ពេលអកុសលឲ្យផលជាវិបាករបស់បាបកម្មចាស់មកគេនិយាយដើមអេកអូយគេជេរគេបន្តិចគេរឿងរាវប្រកាច់ប្រខូចរកស៊ីខាតបាត់បង់ព្រាត់ប្រាសហើយទួលនីតិរបស់ចិត្តហ្នឹងវាត្រូវតែទទួលទាំងពីរចឹងហ្មងអត់អាចបោះមួយចោលមួយបានទេប៉ុន្តែចិត្តរបស់យើងដែលខ្វះលំនឹងខ្វះបញ្ញាខ្វះសតិជួយគ្រប់គ្រងហ្នឹងវាផ្អៀងចាប់យកតែរបស់ល្អទាត់ចោលរឿងមិនល្អហើយតើកាលណាមានរឿងនឹងនៅក្នុងចិត្តអភិជានឹងទោមនស្សអាចជាប់ចិត្តរបស់ល្អបដិសេធរឿងមិនល្អ
អាហ្នឹងចាប់ផ្ដើមវាមានប្រតិកម្មហើយវាកើតទួមមនុស្សតាមផ្លូវចិត្តដែរអញ្ចឹងវាតតែយើងដឹងអំពីតួនាទីរបស់ចិត្តវិញ្ញាណហ្នឹងគឺមានតួនាទីដឹងវាអត់ប្រកាន់ថារឿងល្អរឿងមិនល្អគឺវាទទួលដឹងទាំងអស់រឿងដែលកើតក្នុងលោកហ្នឹងអត់អាចហាមឃាត់រឿងខាងក្រៅបានទេដល់ពេលវាត្រូវកើតវាកើតដូចថ្ងៃត្រូវលិចវាលិចទេផ្លឹកឈើទុំវាត្រូវជ្រុះវាជ្រុះហើយរឿងវាត្រូវកើតវាដល់ពេលត្រូវកើតដែរចឹងវិញ្ញាណរបស់យើងហ្នឹងចិត្តរបស់យើងហ្នឹងតួនាទីវាគឺដឹងរឿងល្អក្តីមិនរឿងមិនល្អក្តីប៉ុន្តែដែលធ្វើឲ្យយើងកើតទុកហ្នឹងដោយសារចិត្តយើងវាផ្អៀងយើងអត់ទទួលស្គាល់ថាជីវិតហ្នឹងវាត្រូវតែជួបរឿងទាំងពីរអញ្ចឹងយើងអត់ទទួលស្គាល់ការពិតហ្នឹងឯងយើងដាក់លក្ខខណ្ឌឲ្យចិត្តហ្នឹងថាល្អខ្ញុំយកអាមិនល្អខ្ញុំអត់យកអាហ្នឹងគ្រោះថ្នាក់ហើយអាហ្នឹងកើតទុកហើយក្នុងធម៌មានពាក្យពីរម៉ាត់ហ្នឹងអភិជាវាជាប់ចិត្តទោមនស្សវាទាស់ចិត្តវាកើតទុកហើយផ្លូវអមទាំងសងខាងហ្នឹងខ្ញុំតើមានសតិបញ្ញាស្មារតីមានធម៌នៅក្នុងចិត្តរៀនទទួលស្គាល់ដំណើរនៃជីវិតហេតុផលនៃធម្មជាតិយើងរឿងល្អក្តីរឿងមិនល្អក្តីកើតឡើងវិញ្ញាណជាអ្នកទទួលបញ្ញាជាអ្នកខាត់ខាំងអកុសលមិនឲ្យកើតឡើងជារបងជាទ្វារជាសោសម្រាប់បិទកុំឲ្យអកុសលហ្នឹងវាចូលមកក្នុងចិត្តរបស់យើងធ្វើឲ្យចិត្តរបស់យើងរំជើបរំជួលហ្នឹងយើងមានលំនឹងផ្លូវចិត្តយើងមិនសូវកើតទុកទេអ្នកខ្លះថាចិត្តទុនណាគេអំបគេលន់តួបន្តិចចឹងទៅគេមកនិយាយកំសត់តិចបាក់ចិត្តហ្នឹងលួងតាមគេទៅហើយពេលខ្លះគេបោកពេលខ្លះគេកឹបកេងប្រវាញ់លើស្នាដៃចិត្តល្អរបស់គាត់ចឹងក៏មានដែរអានឹងជាអធិស្ឋានធម្មជាតិពេលខ្លះយើងពិបាកនឹងថាឲ្យគាត់ណាព្រោះឃើញគេពិបាកគឺគាត់ទុនទៅមកធ្វើអីថាអីគេមិនកើតទេប៉ុន្តែពេលខ្លះក៏ត្រូវប្រយ័ត្នប្រយែងដែរអ្នកខ្លះប្រើល្បិចដោយសារឃើញយើងអញ្ចឹងចង់បានផលប្រយោជន៍ពីយើងធ្វើឲ្យយើងអាណិតហើយក៏ចេះតាយើងយកប្រយោជន៍ពីយើងលួងខ្លួនទៅដោយសារអានេះមិនបញ្ញាទេគឺវាភាពប៉ិនប្រសប់ក្នុងការបោកប្រាស់របស់គាត់ចឹងហើយចឹងបាននៅក្នុងធម៌លោកមិនឲ្យរឹងពេកតែកាន់តែរឹងពេកវានាំឲ្យមានពីវិរិយមានសត្រូវប៉ុន្តែក៏មិនឲ្យទុនពេកដែរពីព្រោះទុនពេកគេអាចនឹងមើងងាយឬក៏គេបោកប្រាស់អញ្ចឹងវាត្រូវមានទាំងករុណាការសង្គ្រោះមានទាំងបញ្ញាការប្រើការត្រេះរិះពិចារណាដើម្បីប្រើប្រាស់ចិត្តទុនចិត្តល្អរបស់យើងនឹងឲ្យត្រូវផ្លូវបើមិនចឹងទេវាទៅជារឿង
មានផលមិនល្អសម្រាប់យើងអ្នកធ្វើទៅវិញដោយសារករណាខ្វះបញ្ញានឹងឯងមានរឿងតបោះមានចិត្តករណាជួយពោះយកមកចិញ្ចឹមគេប្រាប់ថាប្រឡែងវាទៅបើព្យាបាលវាហើយតបោះហ្នឹងក៏អត់ជឿទេទុកនៅក្នុងកត់យូរទៅត្រឡប់មកពីបេះផ្លែឈើវិញបើកឆ្នុកមើលពស់នៅក្នុងពួងអាស័យពស់នឹងចឹកតបោះនឹងស្លាប់ទៅហ្នឹងចិត្តល្អប៉ុន្តែខ្វះបញ្ញាអញ្ចឹងចុងក្រោយអន្តរាយមកដល់ខ្លួនឯងវិញអញ្ចឹងចិត្តល្អចិត្តទុនជារឿងមួយល្អប៉ុន្តែត្រូវតែមានអ្នកអបជាមួយគឺបញ្ញាស្មារតីឲ្យចិត្តល្អហ្នឹងចិត្តទុនហ្នឹងប្រើនៅក្នុងផ្លូវត្រូវមិនត្រូវឲ្យគេកេងប្រវាញ់លើសន្តានចិត្តល្អរបស់យើងហើយយើងប្រើចិត្តល្អរបស់យើងហ្នឹងជាប្រយោជន៍បានទូលំទូលាយហើយមិនអនុញ្ញាតឲ្យមនុស្សមិនល្អហ្នឹងបានចិត្តកេងប្រវាញ់មកលើសមានចិត្តល្អរបស់អ្នកដទៃឯងអ្នកខ្លះនិយាយអីក៏ដឹងដែរដឹងឲ្យទៅពីគ្រប់រឿងឲ្យតែមានប្រធានបទលើកមកនឹងមិនចេះស្ងាត់ទេលើកពីនេះមកនិយាយខុសខ្លះត្រូវខ្លះនិយាយឲ្យតែបានលឺមាត់ក៏មាននិយាយឲ្យតែគេកោតទៅក៏សឹងមានអានឹងជាមនុស្សខ្វះការអត់ធន់ក្នុងការនិយាយការគ្រប់គ្រងចិត្តខ្លួនឯងវាពុះកជ្រោលចង់តែបង្ហាញចង់តែនិយាយចង់តែឲ្យគេដឹងថាខ្លួនឯងនឹងចេះហើយដល់ពេលអ្នកចេះមែនតើនោះពេលខ្លះគេអង្គុយសើចទៅវិញប្រៀបធៀបមនុស្សប្រភេទហ្នឹងមនុស្សបោតអត់ទឹកវារងអារាំងបានតែសំលេងបើអ្នកដែលគេចេះមែនតើបោតមានទឹកមិនសូវលឺទេប៉ុន្តែធ្ងន់និយាយមួយម៉ាត់មកបានការចឹងពេលខ្លះយើងរៀនរក្សាមាត់ខ្លះកុំឲ្យយើងចេះគ្រប់រឿងគ្មានចន្លោះបើនៅក្នុងធម៌លោកហៅសัพពញ្ញូមានន័យថាដឹងគ្រប់សំដៅទៅលើព្រះសម្មាសម្ពុទ្ធប៉ុន្តែយើងជាពុទ្ធជននេះអ្នកខ្លះហ្នឹងគឺថានិយាយដូចលាកផ្ទុះផុងផាំងមុងម៉ាំងទៅគ្មានគិតដល់វេនគេនិយាយដល់ម៉ោងហើយស្ដាប់គេខ្លះផងអីអត់ទេហើយដល់ពេលយូរទៅខ្លាយទៅជាសម្ដីស្រូវវាស្រាលថ្ងៃក្រោយគ្រាន់តែឃើញមនុស្សហ្នឹងអើយ
ដូចជាមិនសូវជាបានសាច់កាយទេដូចលេខផ្ទុះពងផាំងអញ្ចឹងព្រះអង្គសម្ដែងនៅក្នុងបកិថាធម្មបទនឹងនិយាយច្រើនប៉ុន្តែអត់បានការចាញ់និយាយមួយម៉ាត់ពីរម៉ាត់ប៉ុន្តែវាមានប្រយោជន៍អញ្ចឹងយើងសុខចិត្តរៀនរក្សាតម្លៃនៃពាក្យសម្ដីរបស់យើងបើនិយាយទៅដោយប្រុងប្រយ័ត្នមើលពេលវេលារើសរកពាក្យសម្ដីណាឲ្យបានសមរម្យហើយយើងចេះស្ដាប់គំនិតយោបល់អ្នកដទៃចេះរៀនសូត្រចេះកន្លែងខ្លះយើងមិនដឹងនឹងគុំប្រឹងធ្វើដឹងពេកធ្វើងងខ្លះទៅដើម្បីបានទទួលចំណេះដឹងពីអ្នកដទៃយើងនិយាយបានតាដូចថាកកោកកាយរឿងដែលយើងចេះហើយប៉ុន្តែយើងស្ដាប់ទៅយើងបានទទួលចំណេះដឹងថ្មីអាចមានចំណេះដឹងថ្មីដែលយើងមិនទាន់ចេះអញ្ចឹងយើងរៀនរក្សាមាត់យើងឲ្យបានល្អអ្នកខ្លះនោះមានទម្លាប់ជួយចិត្តតាមដានដឹងរឿងគេជីវិតផ្ទាល់ខ្លួនប្តីប្រពន្ធសង្សារមុខរបរចេះចោះបើត្រូវនិយាយហ្នឹងគឺថាព្រោះបែកអូហូស្ទឹងទៅជួនកាលរឿងខ្លះដឹងជាងសម័យខ្លួនគេម្ចាស់រឿងនឹងទៅទៀតក៏មានដែរកាត់ស្មានខ្លះបន្ថែមបន្ថយខ្លះនិយាយនឹងដូចថាខ្លួនឯងនឹងដឹងសពដឹងគ្រប់ទៅបើវាជាការរៀនសូត្រយកបទពិសោធន៍ដើម្បីអភិវឌ្ឍខ្លួនយើងអានឹងជារឿងល្អឯងគាត់ផឹងប្រែងមិនតស៊ូមិនបានគាត់បានជោគជ័យអញ្ចឹងអីចឹងតែនឹងជារឿងល្អប៉ុន្តែគាត់និយាយគ្រាន់តែដើម្បីនិយាយវាអត់មានបានប្រយោជន៍ដល់យើងអ្នកនិយាយហើយអ្នកស្ដាប់ហ្នឹងក៏វាអត់បានប្រយោជន៍ទៀតពេលខ្លះទៅវាជ្រុលជ្រោះទៅជារឿងពលឹះទៅជារឿងបកាច់បខូចបន្ថែមបន្ថយអីចឹងវាជារឿងបាបទៅវិញព្រោះមាត់នេះវាជាប្រភពនៃបុណ្យក៏បានបុណ្យច្រើនព្រះអង្គប្រើពាក្យសម្ដីជួយដោះទុក្ខមនុស្សបានច្រើនណាហើយក៏ជាប្រភពនៃបាបដែរពីព្រោះនិយាយដើម្បីបកាច់ខូចឬក៏ធ្វើឲ្យគេឆ្លោះគ្នាឬក៏និយាយអត់ប្រយោជន៍នៅក្នុងធម៌លោកហៅថាសម្ភបលាបៈហ្នឹងអញ្ចឹងបានព្រះអង្គមិនសរសើរអ្នកដែលនិយាយច្រើនហើយអត់បានការទេព្រះអង្គសរសើរសំបីអ្នកនឹងនិយាយតិចក៏ដោយប៉ុន្តែបានជាប្រយោជន៍ដល់អ្នកស្ដាប់ឲ្យបានចម្រើនដោយមុខរបរដោយកុសលធម៌អញ្ចឹងទៅហើយអ្នកដែលជួយចិត្តនិយាយហ្នឹងវាបង្កើនឧបនិស្ស័យមួយគឺថាចង់តែនិយាយហើយចង់តែដឹងចង់តែសួរជីកឬជីកគល់ដល់ណាហើយអ្នកនឹងមិនហើយស្លងវងលួងទៅនិស្ស័យត្រូវគ្នានឹងជុំគ្នានិយាយរឿងគេនឹងផ្អែមាត់ហើយបាបតាហ្នឹងវាមិនបានជាបុណ្យជាកុសលអីហើយយើងខាតពេលខាតវេលាអត់សូវបានមើលមកខ្លួនឯងថាយើងត្រូវកែតម្រូវអីខ្លះយើងត្រូវអភិវឌ្ឍខ្លួនឯងអីខ្លះហេបើក្នុងនាមថាជាគ្រូជាម្ដាយជាឪពុកអានឹងយើងត្រូវមើលកូនខុសត្រូវស្ដីថាអញ្ចឹងអានឹងជាតួនាទីប៉ុន្តែក្នុងន័យនេះក៏មិនមែននិយាយដើម្បីគ្រាន់តែដើម្បីនិយាយទេគឺដើម្បីឲ្យបានមនុស្សនឹងល្អឡើងវិញអានឹងជារឿងការណែនាំជាធម្មទេសនាអានឹងបានបុណ្យដល់អ្នកនិយាយវិញក្នុងចេតនាជួយគេបានល្អប៉ុន្តែបើគ្រាន់តែនិយាយដើម្បីឲ្យតែនិយាយទេអានឹងវាអត់ប្រយោជន៍ឲ្យបានបាបដល់អ្នកនិយាយនឹងវិញទៀត
ខ្លះនោះមានទម្លាប់ជួយចិត្តតាមដានដឹងរឿងគេជីវិតផ្ទាល់ខ្លួនដីប្រពន្ធសង្សារមុខរបរអញ្ចេះចុះបើត្រូវនិយាយហ្នឹងគឺថាព្រោះបែកអូហូស្ទឹងទៅជួនកាលរឿងខ្លះដឹងជាងសម័យខ្លួនគេម្ចាស់រឿងនឹងទៅទៀតក៏មានដែរកាត់ស្មានខ្លះបន្ថែមបន្ថយខ្លះនិយាយនឹងដូចថាខ្លួនឯងនឹងដឹងសពដឹងគ្រប់ទៅបើវាជាការរៀនសូត្រយកបទពិសោធន៍ដើម្បីអភិវឌ្ឍខ្លួនយើងអានឹងជារឿងល្អឯងគាត់ផឹងប្រែងមិនតស៊ូមិនបានគាត់បានជោគជ័យអញ្ចឹងអីចឹងតែហ្នឹងជារឿងល្អប៉ុន្តែគាត់និយាយគ្រាន់តែដើម្បីនិយាយវាអត់មានបានប្រយោជន៍ដល់យើងអ្នកនិយាយហើយអ្នកស្ដាប់ហ្នឹងក៏វាអត់បានប្រយោជន៍ទៀតពេលខ្លះទៅវាជ្រុលជ្រោះទៅជារឿងពលឹះទៅជារឿងប្រកាច់ប្រខូចបន្ថែមបន្ថយអីចឹងវាជារឿងបាបទៅវិញព្រោះមាត់នេះវាជាប្រភពនៃបុណ្យក៏បានបុណ្យច្រើនព្រះអង្គប្រើពាក្យសម្ដីជួយដោះទុក្ខមនុស្សបានច្រើនណាហើយក៏ជាប្រភពនៃបាបដែរពីព្រោះនិយាយដើម្បីប្រកាច់ប្រខូចឬក៏ធ្វើឲ្យគេឆ្លោះគ្នាឬក៏និយាយអត់ប្រយោជន៍នៅក្នុងធម៌លោកហៅថាសម្ភបលាបៈហ្នឹងអញ្ចឹងបានព្រះអង្គមិនសរសើរអ្នកដែលនិយាយច្រើនហើយអត់បានការទេព្រះអង្គសរសើរសូម្បីអ្នកនឹងនិយាយតិចក៏ដោយប៉ុន្តែបានជាប្រយោជន៍ដល់អ្នកស្ដាប់ឲ្យបានចម្រើនដោយមុខរបរដោយកុសលធម៌អញ្ចឹងទៅហើយអ្នកដែលជួយចិត្តនិយាយនឹងវាបង្កើនឧបនិស្ស័យមួយគឺថាចង់តែនិយាយហើយចង់តែដឹងចង់តែសួរជីកឬជីកគល់ដល់ណាហើយអ្នកនឹងមិនហើយស្លងវងលួងទៅនិស្ស័យត្រូវគ្នានឹងជុំគ្នានិយាយរឿងគេនឹងផ្អែមមាត់ហើយបាបតើអានឹងវាមិនបានជាបុណ្យជាកុសលអីហើយយើងខាតពេលខាតវេលាអត់សូវបានមើលមកខ្លួនឯងថាយើងត្រូវកែតម្រូវអីខ្លះយើងត្រូវអភិវឌ្ឍខ្លួនឯងអីខ្លះហេបើក្នុងនាមថាជាគ្រូជាម្ដាយជាឪពុកអានឹងយើងត្រូវមើលកូនខុសត្រូវស្ដីថាអញ្ចឹងអានឹងជាតួនាទីប៉ុន្តែក្នុងន័យនេះក៏មិនមែននិយាយដើម្បីគ្រាន់តែដើម្បីនិយាយទេគឺដើម្បីឲ្យបានមនុស្សនឹងល្អឡើងវិញអានឹងជារឿងការណែនាំជាធម្មទេសនាអានឹងបានបន់ដល់អ្នកនិយាយវិញក្នុងចេតនាជួយគេបានល្អប៉ុន្តែបើគ្រាន់តែនិយាយដើម្បីឲ្យតែនិយាយទេអានឹងវាអត់ប្រយោជន៍ឲ្យបានបាបដល់អ្នកនិយាយនឹងវិញទៀតយើងម្នាក់ហ្នឹងវាមានថាចិត្តកំណាញ់ប្រកាន់ចង់បានតែមកខ្លួនឯងឬក៏គ្រួសារឯងហ្នឹងវាច្រើនណាសមឧបនិស្ស័យក្នុងធម៌លោកហៅមច្ឆរិយៈកំណាញ់ឬក៏ឧបាទានការប្រកាន់ហ្នឹងវាយូរហើយចឹងវាច្រើនមានអ្នកខ្លះដែរដែលគេសំឧបនិស្ស័យចែករំលែកនៅក្នុងធម៌លោកហៅទានូបនិស្ស័យឧបនិស្ស័យនៃការផ្ដល់សេចក្តីសុខដល់អ្នកដទៃអញ្ចឹងគាត់មានរបស់មានទ្រព្យរកបានមកនឹងគាត់សន្សំចិត្តថាធ្វើម៉េចណាបានជួយគេឲ្យបានធូរស្បើយពីសេចក្តីទុក្ខមកជាអ្នកទុរគតពិបាកឬក៏អ្នកដែលមានជំងឺឈឺស្កាត់ចឹងជួយយើងមើលទៅឃើញថាគាត់ឆោតគាត់ខំ
ប្រឹងរមកហើយឲ្យគេធូចឹងទៅប៉ុន្តែយើងមិនមែនជាគាត់យើងអត់ដឹងទេថាគាត់ឃើញគេមានទុក្ខសដានចិត្តករុណាចិត្តហ្នឹងកើតឡើងចង់ជួយសង្គ្រោះគេហ្នឹងឲ្យបានធូរស្បើយពេលគេបានធូរស្បើយពីសេចក្តីទុក្ខគាត់សប្បាយចិត្តណាករុណាចិត្តអាណិតហ្នឹងជាបុណ្យមួយពេលឃើញគេរួចពីទុក្ខហើយគាត់សប្បាយចិត្តរីករាយត្រេកអរហ្នឹងជាបុណ្យមួយលោកហៅថាមុទិតាប៉ុន្តែទាំងពីរហ្នឹងវាប្រឆាំងគ្នាទានូបនិស្ស័យការចែករំលែកសេចក្តីសុខជាមួយនឹងមច្ឆរិយៈគឺសេចក្តីកំណាញ់ហ្នឹងវាច្បាំងគ្នាហើយបើមួយណាឈ្នះអាហ្នឹងទាញចិត្តទាញគំនិតសកម្មភាពយើងទៅនឹងបើឧទាហរណ៍ថាកំណាញ់ហ្នឹងវាខ្លាំងប្រមូលតែបងប្អូនឯងក៏ឆ្លោះគ្នាតែមិត្តភ័ក្តិខ្លួនឯងហ្នឹងក៏ក្បត់គ្នាបានដែរអាហ្នឹងមច្ឆរិយៈសេចក្តីកំណាញ់លោភៈច្រើនវាហួងហែងច្រើនវាប្រមូលធ្វើម៉េចឲ្យតែបានច្រើនហើយកើតរឿងបែកបាក់ឆ្លោះប្រកែកប៉ុណ្ណឹងប្រជែងឡើងតុលាការអីចឹងទៅហើយយកមកបណ្ណាក៏មិនគ្រប់ដែរពីព្រោះលោភៈសេចក្តីប្រាថ្នាជាប់ជំពាក់នឹងដូចភ្លើងអញ្ចឹងវាអត់ចេះឆ្អែតនឹងអស់ទេបាទហ្នឹងតើឡើយយើងយល់ថាទ្របហ្នឹងយើងយកមកដើម្បីឲ្យបានសេចក្តីសុខក្នុងជីវិតជាបច្ចុប្បន្នក្រុមគ្រួសារប៉ុន្តែទ្របហ្នឹងមិនអាចយកទៅតាមខ្លួនបានទេច្រើនប៉ុណ្ណាក៏ដោយយកទៅមកកៈមកសេនទៅក៏មិនរួចដែរអញ្ចឹងមានតែឆ្នៃទ្របហ្នឹងឲ្យទៅជាកុសលធម៌ចេតនាថ្នាក់ទានអញ្ចឹងរបស់ទ្របខាងក្រៅคล้ายទៅជាទឹកចិត្តល្អទឹកចិត្តបន់សង្គ្រោះខាងក្នុងយើងបានទឹកចិត្តហ្នឹងយើងសប្បាយចិត្តដែរហើយនឹងដែលលោកហៅថាបន់នាំមកនៅសេចក្តីសុខហ្នឹងសុខទាំងពេលបច្ចុប្បន្នទៅមុខទៀតនៅក្នុងធម៌សម្ដែងពីអានិសង្ឃនៃការធ្វើទានធ្វើឲ្យមានគេស្រឡាញ់គេចូលចិត្តគេរាប់អានច្រើនមានទ្រព្យសម្បត្តិរកស៊ីទទួលទានអីក៏ងាយដោយឧបនិស្ស័យនៃការធ្វើទាននឹងឯងចំណែកអ្នកកំណាញ់ស្មោចង់តែបានមកខ្លួនឯងហ្នឹងវាបានពេលបច្ចុប្បន្នហ្នឹងប៉ុន្តែมันបានដាំពូជថ្មីសម្រាប់ជាទ្រព្យជាប់តាមខ្លួនទៅលោកខាងមុខគេស្លាប់ទៅអស់ហើយគេយកប្រពន្ធកូនគេយកទ្រព្យសម្បត្តិចែកគ្នាអស់ទៅមានបានអីយកមកដាក់នឹងខ្លួនអញ្ចឹងតលតែយកទ្រព្យនឹងឆ្នៃជាទ្រព្យទឹកសាបបានជាប្រយោជន៍ដល់មនុស្សម្នាអ្នកដទៃបើយើងមានច្រើនហើយប៉ុន្តែយើងមិនបានចែករំលែកដូចជាទ្រព្យទឹកប្រៃទឹកសមុទ្រអញ្ចឹងគេមកផឹកអាស្រ័យមិនកើតទេវាប្រៃមានន័យថាគេអត់បានប្រយោជន៍ពីទ្រព្យសម្បត្តិរបស់យើងហើយយើងក៏មិនបានយកអ្វីទៅតាមខ្លួនដែរអញ្ចឹងរៀនសន្សំនៅទានូបនិស្ស័យឧបនិស្ស័យនៃការចែករំលែកសេចក្តីសុខអ្នកដទៃកាត់បន្ថយមច្ឆរិយៈសេចក្តីកំណាញ់គិតតែពីខ្លួនឯងយើងសប្បាយចិត្តទាំងក្នុងបច្ចុប្បន្នទៅមុខទៀតក៏យើងបានផលបានអានិសង្ឃពីពូជនៃការធ្វើទាននឹងដែរកុំកំណាញ់ស្នាមញញឹមកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អគ្មានអស់ប្រាក់ទេតែបានបុណ្យត្រឡប់មកវិញ
គឺបុណ្យមុទិតាប្រែថាចេះរីករាយចំពោះសេចក្តីសុខរបស់អ្នកដទៃអ្នកទទួលបានមិត្តភាពល្អផងហើយឈ្មោះថាបានចូលរួមបណ្ដុះសេចក្តីល្អបន្ថែមផងព្រោះគេមានកម្លាំងចិត្តនឹងធ្វើល្អបន្ថែមទៀតរៀនត្រេកអរនឹងគេទៅសំពាយបុណ្យគេមានគេប្រឹងប្រែងទើបគេបានផលល្អកុំច្រណែនគេអីមិនបានអីមកយើងទេបានតែក្តៅក្រហាយឥតប្រយោជន៍រៀនផ្ដល់សេចក្តីសុខដល់អ្នកដទៃដោយសន្តានចិត្តល្អបរិសុទ្ធរៀនជួយគេដោយចិត្តករុណាអ្នកមានចិត្តបុណ្យច្រើនសប្បាយចិត្តក៏ច្រើនមនុស្សក៏ចូលចិត្តទេវតាក៏តាមថែរក្សាអ្នកខ្លះហ្នឹងងាយនឹងប៉ះពាល់អារម្មណ៍ឆាប់ឆេវឆាវនិយាយសម្ដីប៉ះពីអីតិចតួចឆាប់យកមកដាក់ខ្លួនហើយប្រកាន់ខឹងអោបពាក្យសម្ដីនៅក្នុងចិត្តដូចភ្លើងអញ្ចឹងហ្នឹងវាអាចតកតងនឹងឧបនិស្ស័យទម្លាប់ចូលចិត្តសំអាខឹងនឹងតិចពីដើមមកថាអីតិចប្រងប្រាវទាស់ចិត្តអីតិចមុងម៉ាំងចឹងវាសំដូចយើងសំលុយក្នុងធនាគារចឹងវាអាចតកតងនឹងសម្ពាធការងារច្រើនដល់ពេលវាធ្ងន់ទៅយើងធ្វើអត់អស់វាអស់កម្លាំងកាយកម្លាំងចិត្តក៏ឆាប់ឆេវឆាវដែរវាអាចតកតងនឹងជំងឺផ្លូវកាយឈឺច្រើនអញ្ចឹងធ្វើឲ្យរាងកាយទ្រុឌទ្រោមស្ទើរអារម្មណ៍ហ្នឹងវាខ្សោយអញ្ចឹងវាប៉ះឆាប់ឆេវឆាវជំងឺផ្លូវចិត្តរ៉ាំរ៉ៃយូរវែងមកក៏ងាយនឹងធ្វើឲ្យមនុស្សហ្នឹងធ្លាក់ក្នុងអន្លង់មួម៉ៅឆេវឆាវច្រើនហ្នឹងអញ្ចឹងយើងត្រូវព្យាយាមព្យាបាលពីគ្រប់មុំខ្លួនឯងដឹងថាជាមនុស្សមួម៉ៅឆេវឆាវចាប់ផ្ដើមមានស្មារតីថាអូអញដើរផ្លូវហ្នឹងខុសហើយវាប៉ះពាល់ទាំងខ្លួនឯងប៉ះពាល់ទាំងអ្នកនៅជុំវិញយើងស្ដាប់ពធអប់រំចិត្តមានពេលនៅកន្លែងយ៉ាងស្លាស់ហើយនឹងដកដង្ហើមវែងហើយយើងកុំសូវនៅក្នុងកន្ទប់បិទជិតឈឹងពេកពីព្រោះតែនៅក្នុងកន្ទប់បិទជិតឈឹងខ្វះអុកស៊ីហ្សែនធ្វើឲ្យខួរក្បាលនឹងឆាប់មួម៉ៅឆាប់ stress ឆាប់ឆេវឆាវដែរបើកបអួចយកពលឺយកខ្យល់អាកាសឲ្យបានគ្រប់គ្រាន់ហើយមានពេលអាចជួបពិភាក្សាជាមួយមិត្តភ័ក្តិល្អជាកល្យាណមិត្តឲ្យគេជួយដាស់តឿនហើយនឹងស្ដាប់ធម៌ធ្វើទុកក្នុងចិត្តហើយត្រូវទំនងកំណត់ដឹងថាជីវិតហ្នឹងវាមានបញ្ហាចឹងឯងស្អីវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេមានខន្តីមានអត់ធន់មានស្មារតីនឹងរំលឹកខ្លួនឯងថាអញ្ចឹងជីវិតហ្នឹងហើយបើឈឺព្យាបាលទៅឈឺកាពះឈឺពោះវៀន
bên nè khá cắt và mặt có chắp chêu chào bờ miền tây pua thử sốt bọt hay có quẹt ấy nó có chắp rong phơi chật năng là bên nè nơi chung mình luôn mình đăng tế khơi quạt chắp chêu chào chẳng thấy ọt đăng thà nâng đôi xa ở tì bùa bỏ chùm ngứ hay thôi quạt to chất là nâng chắp lẹ nông rung bị bắt phơi chật nâng chẳng bờ miền chùm ngứ phơi cái phía bá hay sầm rùa chất tơ của mọi pay của mọi tạo slot thay như nhỏ bé việc vừa ơi rô đang phơi cái đang phơi chật nâng đòn đạp hay việc trời ca chui ấp thom pin nè trung bình nâng chia cầm cua sa nè nơi chết nâng ấy để thưa ấy bắt bò ròm những cái vậy vì sao sầm mạnh bình vậy không thoát rồi theo về thưa ấy chết nâng chơi chà nâng cả tu sạ nângคือnè nơi cái bài ròm này nơi cái bài nâng tôi là dương xoay vô thảo quạt miền bành hà chẳng cũng ai thưa ấy để thưa ấy bắt bò thưa ấy toa chết quạt đó bên nơi không phải sao pet cả family therapyพี่บาจีแหละขณะครูซาหรือก็เบิกประเดี๋ยวปุ่นชลูคณีจังเกมเหมือนหาแต่ประเดี๋ยวหาปุ่นหาตั้งปีการคัพเปอร์เทอราปีพี่บาตั้งแหละขณะได้ปุ่นครูซาจังให้เบอร์วิเมียนปัญหาเราหดเอาขณะเกมมันรู้ไอเตี้ยแต่น้องเถกาจูแปดใบจุยปีกรุยบอลเมียนธนามเมียนไอจุยสมรูลเป็ดได้ไปประบะคลังน้องถัดกาจูเป็ดให้ไอ้ยาบารูเนอประจำไงอุทธก็เอาเนอสมกสมายสมกอกเนอหนึ่งประตูอัดเจหัดปราณไอ้เต้อันนั้นวิธีเอาประปวนเรียนกายเชี่ยมวิอัดรถให้ออกซิเจนวิอัดกรุบđó là chấnวิธีเอายืงตรูมต่างเพลกายต่างเพลจัดนั่งวิแปะปอนกันนี้ยังตัวอะไรยืงสอมกลุ่มต่างแต่งสกปรกเพลกายแต่งมนุษย์จุ่มวิญคล้วนแต่งถนำเป็ดให้หนึ่งแต่งกาสไฟยูโรปีดำน้ำในทอมเจียดยังจัดให้นั่งให้ชีวิตนั่งเวจังไอบานคลาบานคลากินใหญ่ละอคลามันละอคลาจีรึงธรรมดาไอเมียนสมาร์ทได้จีประจำคังกาล้างก็ดังเต้าอันคังไงจังจับดามโดรอมจับดามตือโรเนี่ยนาเจปิพิซาตือกลายดอดังหามสันเต้เฮ้ยบานจับดามพิจารณาเมื่อมูลหายแต่ไม่บานเวียดเมียนเรื่องหนึ่งจังลายกาดลายให้ยังดอกสายติ่งดองอันนั้นยังอัดเสด็จครูนไอไปยังมูมาได้กับไฮโปร่งปราตึกกระดาษต่างยังกระดาษต่างเนี่ยได้สบายยังในขนมท้อมเมียนมนุษย์มาประเภทนู้สมบูรณ์สถีปนักซอยปัญญาเมื่อในทาเงียหนึ่งชื่อเกปรับเกสับเองติลวงตามสำเนาบอกเกเคยtới đối thảo chưa trẻ hỏi chúng cá ai nghe nâng từ cái bầu
ដោយសារយើងទុកចិត្តគេខ្លាំងពេកខ្វះអីអ្នកដែលមានបំណងអាក្រក់គេប្រវាញ់លើសន្តានចិត្តល្អរបស់មនុស្សល្អហ្នឹងអញ្ចឹងបានយើងត្រូវមានទាំងសទ្ធាយើងត្រូវមានទាំងបញ្ញាមានន័យថាមុននឹងទទួលជឿថារឿងនឹងវាអញ្ចឹងមនុស្សនឹងវាល្អពិតមែនវាត្រូវការពេលវេលាដើម្បីសង្កេតពិនិត្យថាតើព័ត៌មាននឹងវាមានប្រភពច្បាស់លាស់ឬទេហើយយើងបានស្ដាប់គ្រប់ជ្រុងជ្រោយហើយនៅមុននឹងវិភាគមុននឹងវិនិច្ឆ័យថាល្អអាក្រក់ពិតមិនពិតនឹងកុំឲ្យគ្រាន់តែឃើញគេផុសភ្លាមជេរ like share comment ចុងក្រោយខ្សុយទៅទេសោះមិនមែនអញ្ចឹងសោះហើយនឹងគ្រោះថ្នាក់នៅក្នុងសង្គមបច្ចុប្បន្នហ្នឹងមនុស្សលួងនឹងអ្វីដែលខ្លួនឯងឃើញនឹងភ្នែកហើយមិនសូវបានពិចារណាឬគោលហេតុផលថាវាមានរឿងអីបានទៅជាអញ្ចឹងហើយយើងត្រូវវិភាគឲ្យបានសពគ្រប់ជ្រុងជ្រោយឯងអញ្ចឹងបានពេលខ្លះព័ត៌មានបំផោងព័ត៌មានគេបន្លប់យើងវក់តាមគេចង់បាន like ចង់បាន share គេចង់ឲ្យយើងចូលទៅមើល website គេដាក់ទៅចំណងជើងអីបន្តិចឲ្យចាប់អារម្មណ៍វក់ទៅអត់ដឹងថាវាពិតមិនពិតអីចេះតែ like ចេះតែ share ចេះតែ comment ទៅឬក៏អ្នកខ្លះទៅអូគាត់តែគេប្រាប់ថាអូទៅនេះគ្រូនេះទៅកែគ្រូនោះទៅវីវក់វិលវល់វល់វក់អត់ប្រឹងប្រែងធ្វើការធ្វើងារគិតតែជឿគិតតែដាក់ចិត្តគំនិតហ្នឹងទៅលើរឿងខាងក្រៅអញ្ចឹងយើងត្រូវមានសមត្ថភាពគ្រប់គ្រងចិត្តខ្លួនឯងពិចារណាមើលវាសមមិនសមទេគ្មានករណីខ្លះដែរគេបបួលឲ្យរស់ស៊ីដាក់ទៅបានហើយដល់ចុងក្រោយវាឡុងចង់លក់ផ្ទះលក់សម្បែងខ្ចីលុយធនាគារអស់ដីអស់ធ្លីទៅអានឹងដោយសារយើងដូចថាវក់មនុស្សលោភរៀងឆោតឃើញដាក់ទៅបានវាជាលោភលន់ច្រើនហើយអត់គិតដល់អំពីហេតុផលឬក៏លទ្ធផលចុងក្រោយឯងចឹងគាត់តែរំលឹកនៅក្នុងធម៌លោករំលឹកឡើងវិញថាយើងត្រូវមានទាំងសទ្ធាយើងមិនមែនថាឲ្យស្អប់មនុស្សទេស្ដាប់ត្រេះរិះពិចារណាប្រើបញ្ញាមើលថាតើវាសមនឹងអញ្ចឹងដែរឬក៏អត់ទេហើយចាំយើងធ្វើការវិភាគវិនិច្ឆ័យជាខាងក្រោយជីវិតខ្ញុំអភ័ព្វអ្នកខ្លះចូលចិត្តត្អូញត្អែរំលឹករំលើកប្រៀបធៀបហេតុអីបានជាខ្ញុំមិនល្អដូចគេហេតុអ្វីខ្ញុំជួបតែរឿងអកុសលរហូតហេតុអ្វីជីវិតខ្ញុំអភ័ព្វម្លេះតើអ្នកត្អូញត្អែប្រាប់អ្នកណាគេមិនចង់ដឹងរឿងអ្នកទេហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែមានបញ្ហាអញ្ចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនគេជួបរឿងគេយើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេ
បើអ្នកជួបបញ្ហាហើយអ្នកបែរជាទុនជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យទុនជ្រាយតាមរឿងខាងក្រៅសេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅប្រឹងទៅដោះស្រាយទៅបើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅតែអ្នកត្រូវតែរឹងប៉ឹងត្រូវតែហ៊ានប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមានដោះបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ត្រឹមនឹងហើយរួចធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកមិនដូច្នោះទេទុកនឹងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខានទ្រព្យរបស់ដែលយើងមានហ្នឹងបើតាមធម៌វាជាផលនៃការព្យាយាមរបស់យើងវាជាផលនៃបុណ្យរបស់យើងដែលយើងធ្វើមកអញ្ចឹងយើងគួរដាំពូជថ្មីតាមរយៈបែងចែកទ្រព្យដែលយើងមានហ្នឹងជួយសង្គ្រោះដល់អ្នកដទៃមួយជាមនុស្សធម៌យើងឃើញគេមានការលំបាកយើងជួយសង្គ្រោះដោយមេត្តាយើងបានសប្បាយចិត្តនៅពេលដែលគេបានរួចផុតពីទុក្ខទី2យើងកាត់បន្ថយការកំណាញ់ស្មោគិតតែពីអាហ្នឹងដែលធ្វើឲ្យចិត្តចង្អៀតមួម៉ៅក្តៅក្រហាយហ្នឹងដោយសារកំណាញ់ហ្នឹងដែរអញ្ចឹងយើងរៀនលះបង់ចិត្តកំណាញ់ហ្នឹងតាមរយៈការចែករំលែកសេចក្តីសុខដល់អ្នកដទៃហើយមួយទៀតក៏ជាការដាំពូជបុណ្យសម្រាប់ទៅមុខទៀតការបរិច្ចាគទានហ្នឹងជាពូជនៃការរកស៊ីមានបានធូរធារហើយនឹងទំនាក់ទំនងល្អគេស្រឡាញ់គេចូលចិត្តនេះជាការដាំពូជថ្មីអញ្ចឹងវាបានទាំងសប្បាយចិត្តវាបានទាំងពូជល្អវាបានទាំងបុណ្យហើយបើយើងស្មោគិតទៅពីប្រមូលគិតទៅពីអញគិតទៅធ្វើម៉េចឲ្យអញនឹងបានច្រើនណាងាប់អីងាប់ទៅអានោះវាក្រនៅក្នុងចិត្តយើងណាបិទថាមើលទៅមានទ្រព្យមានធនច្រើនមែនប៉ុន្តែក្រៀមក្រោះក្រក្តៅក្រហល់ក្រហាយពីខាងក្នុងទ្រព្យរបស់យើងនឹងប្រៀបទៅជាទឹកសមុទ្រគេអត់អាចយកមកផឹកបានទេប៉ុន្តែសម្រាប់អ្នកដែលមានសមានចិត្តជួយសង្គ្រោះនឹងទ្រព្យតិចមែនប៉ុន្តែជាទឹកសាបនៅក្នុងតឡោក្នុងផ្តិលអញ្ចឹងគេអាចហូបទៅបាត់ស្រេកឃ្លានទៅបាត់ថាទឹកនឹងតិចតួចមែនអញ្ចឹង
dương ọt ai vô ấy từ bàn ấy bị ấy mà cả mà xây tới cô mình bàn đây miền trọp mà hà sa miền bịchประมาณแก่ประมาณเปียงก็เยอะไอ้เติมบ้านได้จังเมียนแต่ในบอลนั้นเอาตัวเชียบอลเอาตัวเชียเจตนาการสังครัวจำขัวซาปปนโกนเหยียดมัดหมายหายใจรำเลยสิกระไรสลายนั้นดอสอบสัตว์ต่างอ้ออันนั้นบอลนั้นมองในขนมจัดเยอะเพลิงแช่แต่รูปเรียงกายปันไตมันอาจใช้บอลบานเนี่ยยังอาจโยเตยจมูกบานปันใบยืงปรังโยมาให้มันใจรำเล็กอันนั้นยืงอัดบานดำปุยทำไมเย่ยืงบานตาบริโภคพอลบนใจให้ยืงเตยวิ่งครูนเตยนั่นยืงอัดบานถือบอลสมัยครูนไอเตยหมกเตียเตยเนี่ยคลามันดบงไล่ในเจกรุบตุนพลุนเอาหนุ่มตูนเป็นเอาไปบานเหียงเจดังขอนบาสกอลเกสกอลไอเมื่อตื้อด้วยเหียงเมียนเนี่ยอำนูดจังโกบัดบองกาเกาไกรจิมปัวเรียมจบองได้ทลอบเมียนบอดพิเศษมุนได้โดยซายืงสว่างหนึ่งจำแนกสว่างหนึ่งการรอบอ่านสกอลมนุษย์ไอจังเตเวทเพื่อเอาบัตรอัปจัยนะทอเนื้อเบียดอัปจัยนะทอมีในทักกาเจ้าเกาไกรจิมปัวเรียมจบองปุกมาได้ครูไอจังเตไอท่านในวัยเขมรใช้กึดคล้ายให้ไปคลาสเตอร์ไอการจัดมือสระทักเกมดอลอันให้ก็เมียนเนี่ยในขนมคล้วนเมืองเก๋สมบัยเก๋เรียมจะบองเก๋จัดตุ้มเจียประเทศไอ้นั่งก็ในกึดทักเกมดอลอันอันนั้นสว่างในของทอสว่างเชิญนะสว่างอันปากกายอันฉลาดอันละออยจิงเกอันละใบจิงเกการเงินนึงบอดbị anh tự đua chân ngọ ngô họ ta chụp họ ta bỏ trao đầm bay ở kìm vò ấy chẳng tới rồi thứ mấy ở kia thơ ở kia luân tua anh nâng bơ khăn ông phim chỉ nè được nôm cái hai menu nào mình cháy từng vấy mình cháy từng chất cùng nít hay nâng mình cháy từng bát bị sao hay đã chấn thưa ấy nâng treo chào mông măng bụt pra mình miền là chất ẩm nọt ọt thôn này hay anh nâng bờ bê về tới một tí tới chụp hướng trần tới vây hiện trần nà tới chụp mình đủ bàn trần tới ai riêng sâu đồ chất đồ miền nè nâng bàn khác bờ ai ơi thà cầm nọt đằng luôn ấy nhé bên bờ thà nơi tầm miền nè chắc là nâng thuộc càng mùi kem mình cài mình bàn lọ tề là mông là mang hay dù tới cái thôi nhé miền nào cái coi ta một quam trô dương là hô tê chắc cái tháo bơ thòm bán thế có chơi tam tờ nào cho nâng từ đi ra cái xà lanh chùm này đăng chùm ní bậc cái bên này chặt nâng về mình xây chạy ọt thốn chẳng
ធ្វើការងារមិនបានចុះសម្រងហើយគេធុញគេឃើញទ្រាំណាមិនមែនជាចរិតរបស់អ្នកដឹកនាំទេអ្នកខ្លះកើតមកវាថាមិនបានល្អប្រសើរដូចគេរូបក៏មិនស្អាតរៀនក៏មិនសូវបានចេះហើយរស់ស៊ីអីក៏មិនសូវទៅមុខហើយដល់អញ្ចឹងតាំងប្រៀបធៀបបងប្អូនគេគាត់បើអញដូចជាយ៉ាប់យ៉ឺនឬក៏ថាមានប្តីមានប្រពន្ធទៅក៏មិនសំប្រកបទៅបែកបាក់ព្រាត់ប្រាសឆ្លោះប្រកែកមានកូនមកតណាត់តណែងកូនមិនស្ដាប់មិនធ្វើតាមកន្លងធေါ်អីចឹងហើយអញ្ចឹងតូចចិត្តនឹងវាសនាមិនបានអញ្ចឹងមិនបានអញ្ចឹងមិនបានខ្ញុំពិបាកជាងគេអានឹងបើគិតតាមផ្នែកកម្មផលអានឹងវាមានតំណែងតំណងមកមានកម្មចាស់មកហើយវាមានកម្មថ្មីផងកម្មចាស់ឧទាហរណ៍ថាយើងមិនបានសមឧបនិស្ស័យរៀនសូត្រមកអញ្ចឹងបច្ចុប្បន្នហ្នឹងរៀនចេះមិនទៅមុខហើយមិនបានសូវធ្វើទៀនចាំម៉ែចាំឪមករស់ស៊ីវាមិនសូវឡើងហើយបើត្រូវធ្លាប់កុហកបោកប្រាស់កັບកេងគេទៀតមកដាក់ទៅចេះតែឡងចុងទៅមិនសូវជាចម្រុងចម្រើនទេហើយបើធ្លាប់និយាយប្រកាច់ប្រខូចអេកអូចធ្វើឲ្យអ្នកដតីបែកបាក់ព្រាត់ប្រាសកូនបានមកគេមិនសូវស្ដាប់ប្រកបយើងធ្វើការងារនិយាយស្ដីអីទៅមិនជាមនុស្សមានទឹកមាត់ប្រៃទេនិយាយចោលគេមិននិយាយចិត្តទុកដាក់ទេអាហ្នឹងវាមានផលកម្មអញ្ចឹងមកផ្នែកហើយប៉ុន្តែវាមានកម្មបច្ចុប្បន្នដែលយើងអាចធ្វើហើយយើងអាចផលិតផលថ្មីជាប្រយោគៈសម្បត្តិកិច្ចការដែលយើងត្រូវធ្វើពេលបច្ចុប្បន្នហ្នឹងឲ្យល្អដូចជាភិក្ខុមួយព្រះអង្គលោកមិនសូវបានធ្វើបុណ្យពីមុនមកអញ្ចឹងប៊ូហើយក៏មិនសូវមានចង្ហាន់ឆាន់មិនសូវមានញាតិញោមស្គាល់ដែរអញ្ចឹងបានព្រះសម្មាសម្ពុទ្ធឲ្យលោកឧស្សាហ៍យកទឹកលាងជើងនឹងមកដាក់សម្រាប់ប្រសង់លាងជើងមុននឹងឡើងកត់ឡើងសាលាហើយនឹងដាក់ទឹកឆាន់សម្រាប់ប្រសង់ទូទៅក្នុងក្អមក្នុងពាងអីចឹងទៅអញ្ចឹងលោកឧស្សាហ៍ធ្វើរាល់ថ្ងៃសកម្មភាពបច្ចុប្បន្នជាបុណ្យកុសលអំពើល្អចរិយាមារយាទហ្នឹងល្អហ្នឹងធ្វើឲ្យពុទ្ធបរិស័ទមកឃើញលោកស្រឡាញ់លោកអាណិតលោកអញ្ចឹងបុណ្យបច្ចុប្បន្នហ្នឹងធ្វើឲ្យគេចូលចិត្តរាប់អានលោកហើយលោកក៏សម្បូរដោយលៀបតាមកម្លាំងបុណ្យពីបច្ចុប្បន្នហ្នឹងទៅអញ្ចឹងយើងជួបរឿងមិនល្អហ្នឹងយើងចាត់ទុកថាវាជាការធ្វើប្រហែសរបស់យើងមិនបានពិចារណាត្រឹមត្រូវរើសបុគ្គលហ្នឹងយើងចាត់ទុកថាវាជាផលបាបចាស់ទៅចាស់ជួបរឿងត្រូវខាតបង់អញ្ចឹងណាស់ហើយចាស់យើងអរគុណអ្វីដែលមានពេលបច្ចុប្បន្ននេះអរគុណពុកអរគុណម៉ែដែលបានចាំបីបាច់ថែរក្សាខ្ញុំឲ្យមានជីវិតតែបើថាខ្ញុំមិនមានវាសនាល្អដូចកូនគេផ្សេងប៉ុន្តែបានពុកម៉ែជួយមើលថែចិញ្ចឹមឲ្យខ្ញុំមានជីវិតប៉ុណ្ណឹងខ្ញុំប្រើជីវិតហ្នឹងជាមូលដ្ឋានប្រឹងប្រែងដើម្បីឲ្យជីវិតហ្នឹងបានថ្កុំថ្កើងអត់ទៅដាក់កំហុសបន្ទោសអ្នកនេះបន្ទោសអ្នកនោះមកពីម៉ែហ្នឹងមកពីអ្នកនេះមកអ្នកពីអ្នកនោះអីទេថាមនុស្សយើងវាមានសម្ពាយកម្មសម្ពាយបុណ្យហ្នឹងផ្សេងគ្នាមកអញ្ចឹងយើងមានប៉ុណ្ណឹងយើងអភិវឌ្ឍពីអ្វីដែលយើងមានហ្នឹងធ្វើដំណើរទៅមុខទៀតដោយសតិបញ្ញាស្មារតីការខ្សែផ្គប់ល្អការគ្រប់គ្រងចិត្តឲ្យបានត្រឹមត្រូវការត្រេះរិះពិចារណាហើយការសិក្សារៀនសូត្រឲ្យបានច្រើនអានឹងយើងអាចរៀបចំជីវិតនឹងបានល្អទៅមុខហើយអញ្ចឹងយើង
កុំចាំបាច់ថាបន្ទោសគេបន្ទោសឯងតូចចិត្តនឹងចេះចុះអីអាហ្នឹងជាផលវិបាកកម្មចុះអញ្ចឹងហើយយើងផលិតកម្មថ្មីដើម្បីទទួលបានផលថ្មីមកវិញអាហ្នឹងយើងអ្នកទទួលខុសត្រូវខ្លួនយើងអត់អាចអង្គុយកើតទុកហើយស្រាប់តែសង្ឃឹមថាចាំបានផលល្អបានទេអ្នកខ្លះទម្លាប់ចិត្តហ្នឹងគឺថានិយាយអីចង់បានអីហ្នឹងចង់បានភ្លាមឲ្យគេធ្វើហ្នឹងគឺធ្វើម៉េចឲ្យតែធ្វើតាមចិត្តខ្លួនឯងបើមិនធ្វើហ្នឹងគឺមួម៉ៅញីញ័រតក់កុហលហើយតែទម្លាប់ចឹងយូរទៅវាធ្វើឲ្យពុះកជ្រោលរោរែកហើយយើងអត់មានសមត្ថភាពគ្រប់គ្រងរលករំញ័រផ្លូវចិត្តនឹងបានអានឹងប៉ះពាល់ដល់សុខភាពផ្លូវកាយផងសុខភាពផ្លូវចិត្តផងយើងទៅជារវើរវាយរហូតដល់អ្នកខ្លះគេមិនលក់គិតវិលខ្ញាល់នៅក្នុងចិត្តនឹងទៅប៉ះពាល់ដល់សុខភាពផ្លូវកាយចិត្តនឹងក៏មួម៉ៅយូរទៅជាលែងអាចគ្រប់គ្រងស្ថានភាពផ្លូវចិត្តបានរហូតដល់មានជំងឺទៀតផងដោយសារអន្សំចង់បានអីហើយចង់ភ្លាមឲ្យបានដូចចិត្តហើយអត់ចេះព្រមទទួលស្គាល់ការពិតថាវាមិនមែនចេះតែបានតាមចិត្តយើងចង់ទេយើងប្រាប់គេមិនមែនចេះតែតាមយើងភ្លាមធ្វើបានភ្លាមផ្លែតបានទេវាតចេះទទួលស្គាល់ថាហ្នឹងមនុស្សវាមិនមែនបានដូចចិត្តយើងគិត100តាំង100ទេប្រាប់ទៅណែនាំទៅខុសឆ្គងបដៅទៅធ្វើប្រាប់100ធ្វើបាន50 60 80ហ្នឹងស្ដីបដៅថាហើយដឹងអំពីឧបនិស្ស័យរបស់មនុស្សហ្នឹងវាអញ្ចឹងយើងមិនអាចបខំដើមថ្នោតឲ្យដូចដើមដូងបានទេពូជគ្នាពូជដើមថ្នោតយ៉ាងណាមនុស្សម្នាក់ហ្នឹងវាមានពូជមានឧបនិស្ស័យហ្នឹងផ្សេងគ្នាមកអញ្ចឹងនៅតែណែនាំថែទាំថាដាំផ្កាដាំដើមឈើនៅតែស្រោចទឹកដាក់ជីអញ្ចឹងប៉ុន្តែមិនអង្គុយជេរដើមថ្នោតដើមដូងឬក៏ដំណាំហ្នឹងឯងមើលថែសម្អាតជួយទំនុកបំរុងឲ្យមនុស្សនឹងបានល្អប្រសើរហើយតើយើងរៀនទទួលស្គាល់អញ្ចឹងទទួលស្គាល់ថាវាមិនមែនចង់អីត្រូវតែបានហើយដល់ពេលវាមិនបានវាផ្ទះអង្សាវាកើតទុកតែខ្លួនឯងហ្នឹងឯងដែលរៀនទម្លាក់ខ្លះទម្លាក់ហ្នឹងមិនមែនបានន័យថាមិនឲ្យចង់បានទេយើងកំណត់ដឹងថាវាមានហេតុគ្រប់គ្រាន់ទើបវាបានអញ្ចឹងបើយើងអត់បានណែនាំបានត្រឹមត្រូវការព្យាយាមយើងវាមិនទាន់ដល់បនយើងវាមិនគ្រប់វាអត់បានទេដូចកើតទុកពិបាកចិត្តបោកក្បាលអញ្ចឹងទៀតវាមិនបានផងតើឡើយយើងទទួលថាហ្នឹងហើយវាមិនទាន់គ្រប់មកតែហេតុមិនទាន់គ្រប់ទើបវាមិនបានអញ្ចឹងប្រឹងតទៅទៀតទៅបន្តិចទៀតបានប៉ុណ្ណឹងទទួលចង់បាន100ប៉ុន្តែបាន80ប្រឹងទៅទៀតតារៀនទម្លាក់ខ្លះអញ្ចឹងទើបយើងមិនសូវកើតទុកខ្លាំង